ចាជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតកុសលកនិកាជាគ្រូពេទ្យឯកទេសផ្នែករោគកុមារតើសញ្ញាអ្វីខ្លះដែលជាសញ្ញាគ្រោះថ្នាក់នៅពេលដែលកុមារឈឺក្បាលដើម្បីជួយបន្ធូរបន្ថយអាការៈឈឺក្បាលរបស់កុមារយើងអាចជួយគាត់តាមរយៈការឲ្យគាត់គេងនៅក្នុងបន្ទប់ដែលងងឹតទី2គឺឲ្យគាត់ញ៉ាំទឹកចាទី3គឺឲ្យគាត់លេបថ្នាំបំបាត់ការឈឺចាប់ដូចជាប្រភេទប៉ារ៉ាសេតាមុលហើយនឹងទី4គឺអាចប្រើនៅកន្សែងត្រជាក់ឬមួយក៏កន្សែងសើមស្អំនៅលើថ្ងាសនិងនៅលើភ្នែករបស់គាត់សញ្ញាដែលអាចបញ្ជាក់ថាការឈឺក្បាលនេះគឺមានគ្រោះថ្នាក់មានដូចជានៅពេលដែលការឈឺក្បាលរបស់កុមារមានការកើនឡើងកាន់តែញឹកញាប់ទៅហើយនឹងកុមារមានការក្អួតញឹកញាប់ជួនកាលកុមារទៅជាបាត់បង់ស្មារតីឬមួយក៏វង្វេងស្មារតីឬមួយក៏បាត់បង់នៅរបបកំហើញឬមួយក៏ខ្សោយការមើលឃើញចានៅករណីខ្លះទៀតឈឺក្បាលនោះខ្លាំងមែនទែនរហូតដល់ឲ្យធ្វើឲ្យក្មេងភ្ញាក់ទាំងពេលយប់ហើយនឹងករណីខ្លះទៀតកុមារឈឺក្បាលហើយមានអាការៈក្តៅខ្លួនមានអាការៈរឹងកញ្ចឹងកជាដើមនៅក្នុងករណីទាំងអស់នេះលោកអ្នកត្រូវប្រញាប់នាំកូនរបស់លោកអ្នកទៅកាន់មន្ទីរពេទ្យ